ចម្រើនពលគ្រូនិងចម្រើនពមិត្តរួមថ្នាក់ទាំងអស់គ្នាថ្មព្រានាមខុំមិនដែនមកពីក្រុម ASIC 3នៅក្នុងវីដេអូនេះយើងមកសិក្សាទាក់ទងទៅនឹងការរៀបចំទិន្នន័យហើយយើងចាប់ផ្ដើមដោយប្រើប្រាស់ array ដើម្បីរក្សាទុកផលិតផលនិងតម្លៃនិងភាគរយបញ្ចុះតម្លៃនីមួយៗគោលបំណងគឺដើម្បីកំណត់តម្លៃឲ្យបានត្រឹមត្រូវមុនពេលយើងចាប់ផ្ដើមធ្វើការលក់ឥឡូវយើងចាប់ផ្ដើមសរសេរកូដទាំងអស់គ្នាចឹងកូដប៉ុណ្ណេះបើយើងនិយាយពី product នេះគឺជាកន្លែងសម្រាប់ផ្សារទុកទំនិញទាំងអស់ចឹងវាមាន laptop mouse ហើយនិង keyboard monitor ចំណែកឯ price គឺជាកន្លែងសម្រាប់ផ្សារទុកទំនិញនីមួយៗមានន័យថាទំនិញវាមានពី2400 30 50 40នេះទំនិញនីមួយៗវាតំណាងអក្សរ M ពីក្រោយនេះតំណាងឲ្យ decimal ចឹងដល់ពេលdiscount នេះគឺយើងប្រើសម្រាប់ធ្វើការរក្សាទុកនៅតម្លៃ discount មានន័យថាវា discount ប្រហែលភាគរយ 10% 5% 8% ឬក៏ 15% ចឹងទៅចំណែកឯតាក់ទងទៅនឹងមួយទៀតគឺតាក់ទង grade total គឺជាកន្លែងសម្រាប់បូកសរុបបន្ទុកទំនិញរបស់អតិថិជនដែលបានទិញអញ្ចឹងកូដប៉ុណ្ណឹងគឺ process វាប៉ុណ្ណឹងប៉ុន្តែពេលដែលយើង run ទៅលើវាគឺវាអត់មានឲ្យចេញជាស្អីទេព្រោះដោយសារអីព្រោះដោយសារតែយើងអត់ទាន់បានធ្វើការ output វាបញ្ចេញគ្រាន់តែប្រកាសវាមកប្រើតែទិន្នន័យទាំងអស់ហ្នឹងមានចំនួនប៉ុណ្ណេះចឹងទៅអញ្ចឹងយើងចូលបន្តទៅកូដទី2ទាំងអស់គ្នានៅក្នុងវីដេអូបន្ទាប់